សូមស្វាគមន៍ប្រិយមិត្តសម្រាប់នៅលើ YouTube ទាំងអស់សូមស្វាគមន៍មកកាន់ Channel Horror ថ្ងៃនេះយើងសូមជូនសាច់រឿងខ្លីមួយដែលមានចំណងជើងថាខ្មោចនៅពីក្រោយខ្នងនៅយប់មួយក្រោយម៉ោង10យ៉ាងស្ងៀមស្ងាត់ក្មេងស្រីម្នាក់ឈ្មោះថាណារិនបានជិះម៉ូតូត្រឡប់មកផ្ទះតែម្នាក់ឯងពេលដើរចូលផ្លូវលំមួយតែគ្មានភ្លើងបំពុលសោះល្ងឹតឈឹងស្ទើរតែមិនគ្មានអ្វីគេមើលទៅដូចជាមានអ្វីមួយកំពុងដើរតាមពីក្រោយពេលណារិនបើកស្រោចក្រោយមិនមានអ្នកណាទេប៉ុន្តែផ្លូវនេះឮសំឡេងកន្ត្រាស់ស្បែកជើងខ្យងសូយ៉ាងច្បាស់គេសង្ស័យសំឡេងនោះកាន់តែខ្លាំងហើយសំឡេងក៏កាន់តែឮខ្លាំងឡើងណារិនសម្រាប់ចិត្តធ្វើស្មារតីឲ្យនឹងហើយខំសម្លឹងមើលពីក្រោយខ្នងម្ដងទៀតពេលនោះនាងបានឃើញក្មេងស្រីម្នាក់ស្លៀកពាក់ឈុតបុរាណពណ៌ខ្មៅមុខស្រពោនដូចគ្មានជីវិតកំពុងតែដើរមកនាងបន្តិចម្ដងណារិនមានអាការៈភ័យជាខ្លាំងនាងទ្រាំលែងបានហើយក៏ចាប់ដើមរត់នៅពេលដែលនាងរត់ដល់ចុងផ្លូវនាងក៏បានងាកមកក្រោយវិញហើយសំឡេងនោះក៏បានបាត់ទៅនាងគិតថាកំពុងតែមាននរណាម្នាក់មកបន្លាចឬលេងសើចនាងប៉ុន្តែនៅពេលនាងបើកទូរស័ព្ទថតខាងក្រោយទើបនាងសង្កេតឃើញអ្វីមួយគឺរូបនារីម្នាក់នៅពីក្រោយខ្នងហើយបានដើរមកជិតនាងតែម្ដងភ្លាមនោះកាមេរ៉ាប្រហាក់ប្រហោងយ៉ាងអាត់កំបាំងណារិនមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេតែអ្វីដែលប្លែកគឺអំពូលភ្លើងផ្លូវគឺភ្លឹបផ្លែតហើយមានបន្ទប់មួយនៅជិតនោះមានបរិសម្នាក់ក៏ចេញមកមើលគាត់ក៏បានសួរថាបងស្រីអ្នកលេងអីអត់មិនដឹងអីទេស្លាប់រួចអស់ហើយបុរសនោះនិយាយទៅកាន់នាងណារិនពួតព្រែកតើអ្វីគាត់និយាយអ្វីហ្នឹងនាងនៅរស់បែរជាថាស្លាប់អាក្រក់ជាងនេះនាងមើលទៅកញ្ចក់ម្ដងទៀតនៅកញ្ចក់គ្មានអ្វីនោះទេតាមពិតបុរសនោះបានមកប្រាប់ថាក្មេងស្រីនោះស្លាប់ប៉ុន្តែនាងមិនដឹងថាក្មេងនោះស្លាប់ហើយនាងក៏ភ័យរត់ទៅផ្ទះបាត់ទៅ